រៀបរាប់អំពីរឿងអំពើបាបមានចំនួន6មុខដែលព្រះមិនសពហាតីមាន7ផងអូខេ1ភ្នែកឆ្មើងឆ្មៃ2អណ្ដាតភូតផោ3ដៃដែលកំចាយឈាមមនុស្សអតោ4ចិត្តដែលគិតគូរបង្កើតអំពើអាក្រក់5ជើងដែលរហ័សរត់ទៅប្រព្រឹត្តការអាក្រក់6សាក្សីคล้าย7ពោលពាក្យកំភូតអូខេយើងឃើញមានទីប្រមាណដែលមានពាក្យភូតផោប៉ុន្តែឥឡូវនេះយើងមកដល់ទី7ទៅជាប្រើពាក្យថាពោលពាក្យភូតកំភូតវិញអូខេដូច្នេះនៅពេលនេះយើងនឹងរៀនពីការនឹងថាតើការនឹងហេតុអីបានជាព្រះអង្គមិនសពហាតីដាច់អហង្ការបានន័យថាព្រះអង្គមិនសពហាតីទេគឺពាក្យថាស្អប់ខ្ពើមគឺជាពាក្យមួយដែលគួរឲ្យគេថាណែវាជ្រៅវាជ្រៅដូច្នេះខ្ញុំចង់ឲ្យយើងទាំងអស់គ្នាពិនិត្យជាមួយនឹងគ្នានៅក្នុងខទាំងអស់នេះដើម្បីឲ្យយើងបានយល់ហើយដើម្បីឲ្យយើងបានដឹងថាតើយើងគួរធ្វើម៉េចដើម្បីជៀសវាងពីការទាំងអស់ហ្នឹងពីពាក្យទាំងអស់ហ្នឹងពីអ្វី